ព្រឹកនេះកងទាហានថៃនាំយ៉ាងវ៉កដីចូលចិត្តបង្គោលព្រំដែនតែត្រូវកងកម្លាំងកម្ពុជារុនបន្ទាយមានជ័យនៅព្រឹកថ្ងៃអង្គារទី30ខែកញ្ញាឆ្នាំ2025មានស្ថានភាពមួយកើតឡើងនៅតំបន់ព្រំដែនខាងជើងនៃភូមិជោគជ័យឃុំអូបេជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យតាមព័ត៌មានបានឲ្យដឹងថាកងទាហានថៃបាននាំអ្នកវាស់ដីមកជិតបង្គោលព្រំដែនលេខ46ដែលស្ថិតនៅចំការអំពៅប៉ុន្តែត្រូវបានកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធចេញទប់ស្កាត់ដោយសន្តិវិធីមិនឲ្យចូលមកវាស់វែងបានក្រោយពេលមានការបញ្ឈប់ដូច្នេះកងទាហានថៃបានដកថយត្រឡប់ទៅវិញប្រភពមួយបានបន្ថែមថាក្នុងព្រឹកនោះផងដែរកងទាហានថៃមួយក្រុមទៀតមានគម្រោងចូលទៅជិតបង្គោលព្រំដែនលេខ47ប៉ុន្តែកងកម្លាំងជួរមុខរបស់កម្ពុជារួមទាំងប្រជាពលរដ្ឋដែលជាម្ចាស់ដីនិងអ្នករួមនៅក្នុងតំបន់បានត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដីនិងទ្រព្យសម្បត្តិរបស់ខ្លួនពលរដ្ឋបានបង្ហាញចិត្តរឹងពឹងនិងសហការជាមួយកងកម្លាំងជួរមុខដើម្បីឈរជាឯកភាពមួយក្នុងការទប់ស្កាត់អំពើរំលោភដីដូនដារបស់ខ្មែរក្រោយពេលកងទាហានថៃត្រូវបានរារាំងនិងដកថយទៅវិញសភាពការនៅតំបន់បានត្រឡប់មកមានភាពស្ងប់ស្ងាត់វិញរហូតដល់ម៉ោង 10:30 នាទីព្រឹកក៏មិនមានអ្វីវិវត្តថ្មីឡើងឡើយទោះជាយ៉ាងណាប្រជាពលរដ្ឋក្នុងតំបន់បានបន្តរក្សាការប្រុងប្រយ័ត្ននិងត្រៀមខ្លួនជានិច្ចដើម្បីការពារដីធ្លីនិងផ្ទះសម្បែងរបស់ខ្លួនពីគ្រោះថ្នាក់ដែលអាចកើតឡើងគួររំលឹកថាព្រឹកនេះស្ថានភាពកើតឡើងបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូកី GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ទើបតែបញ្ចប់ថ្មីនេះទេក្នុងកិច្ចប្រជុំនោះភាគីកម្ពុជានិងថៃបានព្រមព្រៀងគ្នាដោយច្បាស់ថាការវាស់វែងដីនិងបញ្ហាព្រំដែនទាំងឡាយត្រូវដាក់ឲ្យគណៈកម្មការចម្រុះព្រំដែន JBC ជាអង្គភាពចម្បងក្នុងការដោះស្រាយក៏ដូចជាបានប្រគល់ភារកិច្ចឲ្យគណៈកម្មាធិការព្រំដែនថ្នាក់យោធាភាគ RBC បន្តពិភាក្សាក្នុងកម្រិតតំបន់ដើម្បីគ្រប់គ្រងស្ថានភាពឲ្យបានឆាប់រហ័សនិងប្រកបដោយសន្តិវិធីកិច្ចព្រមព្រៀងនោះក៏បានបញ្ជាក់ឲ្យអភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលខេត្តស្រះកែវប្រទេសថៃសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្របសម្រួលស្ថានភាពនៅកន្លែងផ្ទាល់និងបញ្ឈប់រាល់សកម្មភាពដែលអាចបង្កការតានតឹងឬពង្រីកវិវាទឡើងដោយឡែកពីនេះប្រជាពលរដ្ឋក្នុងតំបន់ជាច្រើនបានអំពាវនាវឲ្យភាគីថៃគោរពតាមស្មារតីកិច្ចប្រជុំនិងមិនធ្វើសកម្មភាពណាមួយដែលអាចនាំឲ្យកើតមានទំនាស់ឬរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ព្រំដែនកម្ពុជាបន្តរឹតបន្តឹងដោយសន្តិវិធីក្នុងការពារបូរណភាពទឹកដីដោយមានកងកម្លាំងជួរមុខនិងប្រជាពលរដ្ឋឈរជាប់ជាមួយគ្នាដើម្បីការពារដីដូនដារបស់ខ្មែរ